កូនត្រូវហាត់ធ្វើខ្លួនឲ្យសុភាពរាបសារមានការព្យាយាមចេះពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមាំទាំក្នុងជីវិតកូននៅតូចកូនធ្វើអ្វីត្រូវឲ្យនៅក្នុងការវឹកហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែងមានរបៀបរៀបរយកាលបើមានរបៀបរៀបរយហើយល្អហើយកូនអាចរៀនសូត្រនិងធ្វើការងារផ្សេងបានដោយត្រឹមត្រូវតទៅកូននឹងបានជាមនុស្សមាននៅសេចក្តីសម្រេចនឹងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូនត្រូវតែជាមនុស្សល្អដូចតទៅ1ជាកូនដែលល្អរបស់ឪពុកម្ដាយ2ជាសិស្សដែលល្អរបស់គ្រូអាចារ្យ3ជាមិត្តដែលល្អរបស់មិត្ត4ជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ5ជាសាវកល្អរបស់ព្រះសម្មាសម្ពុទ្ធចូលកូនមានជីវិតត្រឹមត្រូវនៅក្នុងលោកនេះដោយខំប្រឹងសាងនៅសុចរិតពិតប្រាកដចូលកូនរស់នៅឲ្យបានជាក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់កូនត្រូវដឹងថាធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខតែធម៌នឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធម៌ទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនទៅបរិភោគនៅអាហារនោះទេសាសនាមិញធម៌ក៏យ៉ាងនោះដែរបើយើងមិនយកមកបដិបត្តិទេធម៌ក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងបាននៅសេចក្តីសុខសេចក្តីចម្រើនទៅបាននោះក៏ព្រោះតែយើងបានបដិបត្តិនៅធម៌នឹងឯងធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីទាំងអស់ព្រោះធម៌ធ្វើឲ្យជីវិតយើងមានគុណតម្លៃជីវិតរបស់ឪពុកតាំងពីមានកូនរហូតមកដល់ខណៈនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ខ្លាំងណាស់ទេក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកនិងម្ដាយណែនាំផលនឹងកើតបានជាគុណតម្លៃនិងជាសេចក្តីសុខឲ្យដល់កូនរួមទាំងគ្រួសារព្រមទាំងអ្នកដែលនៅជុំវិញកូនទៀតផងការចូលរៀនក្នុងសាលាការលេងកីឡាការសម្ដែងសិល្បៈជាដើមទាំងអស់នេះគឺត្រូវមានគ្រូមានការគ្រប់គ្រងមានការបង្វឹកពីខាងដើមមកយ៉ាងណាមិញមុននោះយើងតាំងពីតូចមករហូតដល់ធំនឹងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះក៏ត្រូវមានឪពុកមានម្ដាយមានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនេះដែរកាលបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះកូនរមែងមានសេចក្តីសុខ
ក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដឪពុកនិងម្ដាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូន្មានអប់រំដល់កូនហើយកូនជាមនុស្សប្រដៅងាយប្រព្រឹត្តល្អចម្រើនដោយកូននឹងមានសិលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យតាមការដែលម៉ែឪទូន្មាននោះឪសូមឲ្យពោកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សការដឹងគុណនិងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយមិនធ្វើនៅអ្វីដែលជាហេតុឲ្យអ្នកមានគុណក្តៅក្រហាយចិត្តឡើយកតញ្ញូតាធម៌មានកម្លាំងដ៏ក្រៃលែងបើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយដូច្នេះកតញ្ញូតាធម៌ត្រូវកូនខំប្រឹងគិតឲ្យបានល្អកុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ខុសសិលខុសធម៌ខុសវិន័យទៅបានតាំងតែពីខុសតូចរហូតដល់ខុសធំគឺកើតមកអំពីការមិនដឹងគុណនឹងឯងតែបើកូនជាមនុស្សចេះដឹងគុណកូនមានតែសេចក្តីចម្រើនដោយកុសលម្យ៉ាងទៀតកតញ្ញូតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូនមាសឪពុកជាមនុស្សល្អកតញ្ញូតាការដឹងគុណជាទុនជីវិតពិតដ៏ឆ្នើមជួយញ៉ាំងបារមីធំសម្បើមនិងជាដង្ហើមនៃកុសលកតញ្ញូការដឹងគុណនាំចាកទីរុនបាបកង្វល់គឺជាបញ្ញាគ្រឿងតម្កល់នាំខ្លួនចូលដល់កុសលកម្មគុណធម៌ល្អណាស់ក្នុងខ្លួនមនុស្សកូនកំប្រទុកត្រូវចងចាំជាធម្មតាកូនគ្មានប្រេះស្រាំទោះយូរខែឆ្នាំនៅតែល្អបើកូនចង់បានជាមនុស្សពិតត្រូវមានគំនិតថ្លៃបវរកូនកុំយកខ្មៅធ្វើជាសកុំយកគុណល្អមកជន់ឈ្លីកូនត្រូវចាំទុកមេត្តាបិតាជាព្រះព្រំរបស់បុត្រធីតាការដែលធ្វើឲ្យមេត្តាបិតាលំបាកចិត្តតឹងណែនក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្មដ៏ធ្ងន់របស់កូនការជឿស្ដាប់ទូន្មានល្អរបស់មេត្តាបិតារមែងមិនមានការសាបសូន្យឡើយពោលគឺមិនជជែករឹងរូសតែម្យ៉ាងកូននឹងបានល្អគ្រប់យ៉ាងការតបស្នងសងព្រះគុណដល់អ្នកមានគុណគឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋានការបំពេញតួនាទីជាកូនល្អគឺជាការបដិបត្តិធម៌កូនល្អត្រូវភ្ញាក់ខ្លួនត្រូវរហ័សរហួនវាងវៃត្រូវឈានទៅមុខត្រូវធ្វើការងារប្រជែងជាមួយពេលវេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់សង្គមជាតិអបាយចមុខគ្រឿងញៀនជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិតកូនមាសឪពុកត្រូវដើរតាមផ្លូវព្រះកំដើរតាមផ្លូវរបស់មាការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយសកូនត្រូវចេះពិចារណាដោយខ្លួនឯងដាស់តឿនខ្លួនឯងកុំលេះលោះកុំទន់
ត្រូវឆ្ងាយពីអបាយមុខស្រីស្រាលបែកនិងបាបមិត្តត្រូវដើរនៅក្នុងផ្លូវធម៌ជានិច្ចកូនកំប្រមាថក្នុងជីវិតផ្លូវនេះនៅចិត្តក្បែរមាត់ជ្រោះចិញ្ចឹមជីវិតឲ្យបានរស់កូនត្រូវស្គាល់គ្រោះឲ្យជាក់លាក់បាបមិនបាបស្រីស្រានិងលបែងភ្នាល់ព្រមទាំងមិនខ្វល់នឹងធុរៈជាជ្រោះគ្រោះថ្នាក់ប្រកបជាដោះជ្រៅមិនរាក់ធ្លាក់បាក់កដំណើរជីវិតពិតលំបាកតែបានធូរស្រាលព្រោះធ្វើល្អផ្លូវអបាយមុខមិនត្រាច់ចរចេះភ័យខ្លាចចាក់ប្រឹងរៀនសូត្រពេលវេលាដែលកន្លងទៅនឹងជីវិតឲ្យដែលបានកន្លងមកនេះជារយៈពេលយូរដែលហើយជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃជីវិតឆ្លងកាត់ជួបភ្លៀងនៃបញ្ហារាប់មិនអស់ឆ្លងកាត់សុខទុក្ខនិងឆ្លងកាត់លោកកធរផ្សេងទៀតដ៏ច្រើនសន្ធឹកសន្ធាប់អូនស្ងួនមាសឪពុកអើយជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាមមិនថាមានក្រល្អអាក្រក់ឡើយជាទីបំផុតនៃជីវិតទាំងអស់ត្រូវធ្លាក់ចោះចូលក្នុងការចាស់ការឈឺនិងសេចក្តីស្លាប់ជាពិតប្រាកដក្នុងរយៈពេលនៃជីវិតអោដែលបានកន្លងមកនោះមកនេះអោបានជួបប្រសពនិងបានដឹងរឿងរ៉ាវច្រើនក្នុងលោកអោមានពាក្យដែលត្រូវប្រាប់កូនឲ្យបានដឹងចូលកូនប្រងចាំស្ដាប់ជីវិតមនុស្សយើងនឹងមានសេចក្តីសុខទៅបានតលតែយកធម៌មកជាកល្យានមិត្តយកធម៌មកទំនុកបំរុងឲ្យដល់ចិត្តតាំងទុកក្នុងចិត្តជានិច្ចអនិត្រ័យអចិន្ត្រៃយ៍ធម៌ក្នុងទីនេះគឺការបំពេញនៅមុខនាទីនិងភាពត្រឹមត្រូវក្នុងពេលខ្លះសេចក្តីទុក្ខក៏បានមកដល់ជីវិតដើម្បីសាកល្បងយើងបើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានច្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមាននៅសេចក្តីអត់ធន់និងមាននៅសេចក្តីព្យាយាមសូមឲ្យកូនប្រកាន់នៅវគ្គតិមួយថាឧបសគ្គរមែងមកមនុស្សមកមុនសេចក្តីសម្រេចនឹងសូមកូននឹងរឿយសូមកូននឹករឿយថាសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪពុកសូមឲ្យកូនធ្វើតែអំពើល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានសៅហ្មងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់កាលបើបាបច្រើនការគិតក៏នាំយកសេចក្តីក្តៅក្រហាយមកដុតរលចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំយកសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតយើងនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនអ្នកធ្វើល្អរស់នៅក៏បានល្អស្ងប់ទៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីដែលត្រូវកង្វល់ឡើយដើម្បីបានសុខក្នុងជីវិតត្រូវតែមានមិត្តឲ្យបានល្អនិងមានគំនិតថ្លៃបវរសន្សំធម៌សសាងជំរោគជីវិតមានទុក្ខជាធម្មតាប្រៀបដូចជលសាមានរលកប៉ុន្តែបញ្ហាស្រាវជ្រាវរោគចាប់យកសុខស្ងប់ត្រឡប់វិញដឹងថាទុក្ខពិតតែចិត្តស្ងប់នេះហើយជាទ្រព្យត្រូវបំពេញ
តុកកាយតែចិត្តមិនតូម្នេញជីវិតពោពេញដោយស្មារតីវិញ្ញាណមានធម៌ជាអាហារទៅមានសុខា